ចាសូមជម្រាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនដែលកំពុងតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍អប្សរាប៉ូលី11ជាទីមេត្រីកម្មវិធីអចលនៈត្រប់ខ្មែរសូមចូលខ្លួនមកបម្រើអារម្មណ៍របស់លោកអ្នកទៅតាមពេលវេលានិងម៉ោងដដែលដែលកម្មវិធីរបស់យើងតែងតែធ្វើការចាក់ផ្សាយជូនទស្សនាជារៀងរាល់ថ្ងៃសុក្រវេលាម៉ោង 4:30 នាទីរហូតដល់ម៉ោង 5 ល្ងាចនិងចាក់ផ្សាយឡើងវិញជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 10:20 នាទីរហូតដល់ម៉ោង 10:50 នាទីនិងជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 4:30 នាទីរហូតដល់ម៉ោង 5 ល្ងាចចាកម្មវិធីរបស់យើងដំណើរការទៅបានដោយមានអ្នកឧបត្ថម្ភធំពីក្រុមហ៊ុនបណ្ណារាធិគ្រប់និងសហការឧបត្ថម្ភដោយផ្សារ BBC ចាជាដំបូងនេះខ្ញុំសូមជម្រាបជូនពីមេតិការនៃកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះដែលមានដូចជាវគ្គទី 1 ជួបជាមួយនឹងព័ត៌មានដែលទាក់ទងទៅនឹងវិស័យអចលនទ្រព្យជាតិនិងអន្តរជាតិវគ្គទី 2 ជួបជាមួយនឹងការព្យាករណ៍តម្លៃអចលនទ្រព្យវគ្គទី 3 ជួបជាមួយនឹងអចលនទ្រព្យល្អៗដែលកំពុងតែដាក់លក់នឹងជួលនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាវគ្គទី 4 ជួបជាមួយនឹងបទយកាពិសេសនិងនៅក្នុងវគ្គទី 5 ជួបជាបន្តទៀតជាមួយនឹងអចលនទ្រព្យល្អៗដែលកំពុងតែដាក់លក់នឹងជួលជាដំបូងសូមជួបជាមួយនឹងព័ត៌មានដែលទាក់ទងទៅនឹងវិស័យអចលនទ្រព្យជាតិទុនវិនិយោគសាងសង់ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅរយៈពេល 4 ខែដើមឆ្នាំ 2012 នេះបានកើនឡើង 34%តម្លៃទុនវិនិយោគវិស័យសំណង់ប្រទេសកម្ពុជារយៈពេល 4 ខែដើមឆ្នាំនេះនៅបន្តតែកើនឡើងខណៈដែលគម្រោងធំៗកើនច្រើនជាបន្តបន្ទាប់ទិន្នន័យផ្លូវការរបស់ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានបង្ហាញថាក្នុងរយៈពេល 4 ខែដើមឆ្នាំ 2012 នេះទុនវិនិយោគសាងសង់ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តកើនឡើងជាង 34% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ 2011 ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានប្រាប់ឲ្យដឹងថាក្រសួងបានអនុម័តគម្រោងសាងសង់សំណង់ចំនួន630គម្រោងនៅទូទាំងប្រទេសដែលមានតម្លៃទុនវិនិយោគសរុបជាង$647.76 លានបើប្រៀបធៀបទៅនឹងឆ្នាំ 2011 មានគម្រោងសាងសង់សំណង់ចំនួន690គម្រោងដែលមានទុនវិនិយោគចំនួន$482.2 លានលោកឡាវទឹកសីហាអគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់បានមានប្រសាសន៍ថានៅឆ្នាំនេះក្រសួងបានទទួលគម្រោងសាងសង់ជាច្រើនដែលមានទំហំធំៗដូចជាគម្រោងសំណង់អគារពាណិជ្ជកម្មអគារកាស៊ីណូគម្រោងពាណិជ្ជកម្មគម្រោងអភិវឌ្ឍលំនៅឋានស្នាក់នៅរួមនឹងសន្តាគាររោងចក្រឧស្សាហកម្មរ៉ែលោហៈរោងចក្រផលិតបារីរមណីយដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈវិទ្យាស្ថានរោងចក្រផលិតខ្សែគ្រឿងអេឡិចត្រូនិកអគារអាផាតមិនផ្ទះល្វែងអគារភូមិគ្រឹះផ្សារឃ្លាំងអគារកីឡារោងចក្រកាត់ដេរនិងរោងម៉ាស៊ីនកិនស្រូវជាដើមលោកបានថ្លែងបន្តថានៅអំឡុងពេល 4 ខែដំបូងនៃឆ្នាំនេះក្រសួងបានអនុម័តគម្រោងសំណង់តិចជាងឆ្នាំមុនប៉ុន្តែយើងបានអនុម័តលើគម្រោងសំណង់ធំៗជាច្រើនដែលមានតម្លៃទុនវិនិយោគច្រើនជាងឆ្នាំមុនលោកបានបន្តថាការវិនិយោគក្នុងវិស័យនេះនៅតែមានការកើនឡើងហើយវិស័យនេះក៏បានរួមចំណែកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរការផ្ដល់ប្រាក់កម្ចីរបស់ធនាគារបានកើនឡើង 8% នៅត្រីមាសទី 1យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរចុះនៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2012 នៅត្រីមាសទី 1 ធនាគារក្នុងស្រុកបានផ្ដល់កម្ចីកើនឡើង 8% មន្ត្រីជាន់ខ្ពស់មួយរូបមកពីធនាគារជាតិកម្ពុជាបានលើកឡើងថាតម្រូវការប្រាក់កម្ចីនៅកម្ពុជាបានកើនឡើង 8% គិតនៅក្នុងអំឡុងពេល 3 ខែដើមឆ្នាំនេះលោកស្រីងួនសុខាអគ្គនាយកធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាផ្អែកតាមទិន្នន័យដោយធនាគារជាតិនៃកម្ពុជាគិតត្រឹមខែមីនាឆ្នាំ 2012 កម្ពុជាមានធនាគារចំនួន 30 ដោយពួកគេផ្ដល់ប្រាក់កម្ចីសរុបមានទឹកប្រាក់ចំនួន $4.69 លានទំហំទឹកប្រាក់នេះបានកើនឡើង 8% ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់ត្រឹមតែ $4.32 លានលោកស្រីបានបញ្ជាក់ថាប្រាក់កម្ចីភាគច្រើនគឺផ្ដល់ដល់វិស័យពាណិជ្ជកម្មដោយមានទាំងកសិកម្មរោងចក្រសហគ្រាសនិងសន្តាគាររួមទាំងទេសចរណ៍ផងដែរលោកស្រីបានបន្ថែមថាសកម្មភាពទាំងឡាយទាក់ទិនទៅនឹងវិស័យពាណិជ្ជកម្មកាន់តែច្រើនតម្រូវការប្រាក់កម្ចីក៏កាន់តែកើនឡើងលោកស្រីបានសង្កត់ធ្ងន់ថាចំពោះការដាក់ប្រាក់ចូលធនាគារវិញយើងឃើញថាអតិថិជនទាំងឡាយបានដាក់ប្រាក់បញ្ញើកើនឡើង 12% ស្មើនឹង$5.26 លានគិតនៅចុងខែមីនាឆ្នាំ 2012 កន្លងមកនេះធៀបនឹងចុងខែមីនាឆ្នាំ 2011 មានទឹកប្រាក់ត្រឹមតែ$4.7000 លានប៉ុណ្ណោះ
OCIC នឹងសាងសង់អគារកម្ពស់55ជាន់នៅភាគខាងជើងនៃពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស OCIC នឹងសាងសង់អគារខ្ពស់កប់ពពកកម្ពស់55ជាន់និងអគារខ្ពស់ៗចំនួន12ផ្សេងទៀតនៅទីតាំងខាងជើងពហុកីឡដ្ឋានជាតិអូឡ িম্প ិកដោយក្រុងនឹងចំណាយទឹកប្រាក់ចំនួន$250 លានអាមេរិកគម្រោងដែលមានអគារធំៗចំនួន13ក្នុងនោះមានអគារកម្ពស់55ជាន់ចំនួន1អគារអគារកម្ពស់36ជាន់មានចំនួន2អគារកម្ពស់20ជាន់មានចំនួន5និងអគារកម្ពស់15ជាន់មានចំនួន5ព្រមទាំងមានផ្សារទំនើបនៅចំកណ្ដាលនោះពេលនេះបានចាប់ផ្ដើមដំណើរការសាងសង់ហើយការកសាងគម្រោងនេះមាន3ដំណាក់កាលផ្សេងៗគ្នាមុននឹងកសាងអគារខ្ពស់ជាងគេនៅដំណាក់កាលចុងក្រោយគម្រោងដែលស្ថិតនៅលើផ្ទៃចំនួន8ហិកតានេះបានបញ្ចប់ដំណើរការរៀបចំប្លង់ទាំងមូលរបស់ខ្លួនរួចហើយដោយនៅសល់តែការបញ្ចប់ឯកសារការងារជាមួយនឹងសាលារដ្ឋាភិបាលភ្នំពេញតែប៉ុណ្ណោះប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះគឺប្រព័ន្ធលូប្រព័ន្ធទឹកស្អាតប្រព័ន្ធខ្សែអុបទិកដែលក្រុមហ៊ុនត្រូវធ្វើការសិក្សាលោកសឹងប៊ុនណាប្រធានក្រុមហ៊ុនប៊ុនណារិទ្ធីគ្រប់និងជាប្រធានសមាគមវិតម្លៃអចលនទ្រព្យកម្ពុជាធ្លាប់មានប្រសាសន៍ថាគម្រោងនេះនឹងជួយលើកមុខមាត់វិស័យអចលនទ្រព្យនៅកម្ពុជាដោយវានឹងឆ្លុះបញ្ចាំងអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាចូលរួមចំណែកទាក់ទាញវិនិយោគិននៅក្រៅប្រទេសឲ្យមកដាក់ទុនវិនិយោគនៅប្រទេសយើងចាលោកអ្នកទៅបានទស្សនាជាមួយនឹងព័ត៌មានអចលនទ្រព្យជាតិជាបន្តសូមជួបជាមួយនឹងព័ត៌មានអចលនទ្រព្យអន្តរជាតិអចលនទ្រព្យនៅទីក្រុងឡុងដែលមានច្រើនជាងគេនៅប្រទេសឥណ្ឌាលក់មិនចេញខណៈដែលភ្នាក់ងារអចលនទ្រព្យស្នើឲ្យមានការកំណែទម្រង់ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលមានទីផ្សារអចលនទ្រព្យរីកចម្រើនគួរឲ្យចាប់អារម្មណ៍នៅអាស៊ីប៉ុន្តែតាមតួលេខបានបង្ហាញថានៅទីក្រុងមុំបៃដែលជាទីក្រុងដ៏ធំមួយក្នុងចំណោមទីក្រុងធំៗដទៃទៀតរបស់ឥណ្ឌាអចលនទ្រព្យជាច្រើនមិនបានលក់ចេញនៅឡើយអាផាតមិនប្រណិតរហូតដល់ 60% ទាំងអាផាតមិនដែលមិនទាន់បានសាងសង់រួចនិងកំពុងតែសាងសង់នៅតែមិនទាន់លក់ដាច់នៅក្នុងទីក្រុងមុំបៃហើយបើតាមអ្នកជំនាញបានឲ្យដឹងថាការលក់មិនចេញនេះដោយសារតែការវិតម្លៃថ្លៃនិងភាពមិនប្រកបប្រជានៃបទបញ្ញត្តិនានាសហព័ន្ធសហគមន៍នៃអ្នកអភិវឌ្ឍអចលនទ្រព្យឥណ្ឌាគ្រីដាយបានស្នើឲ្យមានការកែតម្រង់ជាបន្ទាន់ដោយបានលើកឡើងថានៅក្នុងប្រព័ន្ធមានលុយកខ្វក់ឬលុយងងឹតនិងអំពើពុករលួយជាច្រើនពេកហើយប៉ុន្តែគេបានឲ្យដឹងថារដ្ឋាភិបាលកំពុងរារាំងកំណែតម្រង់នានាដែលខាងឧស្សាហកម្មចង់បានពិតប្រាកដកំណែតម្រង់ដែលត្រូវបានជាចាំបាច់នោះរួមមានពន្ធអចលនទ្រព្យប្រព័ន្ធធនាគារនិងការផ្ដល់ប្រាក់កម្ចីការលក់ដីនិងប្រព័ន្ធរដ្ឋបាលជាលទ្ធផលគឺថាចំនួនអ្នកទិញមានការធ្លាក់ចុះក្នុងចំណោមអាផាតមិនប្រណិតចំនួន3300ដែលកំពុងបានអភិវឌ្ឍនៅក្នុងទីក្រុងមុំបៃបរិមាណមិនទាន់បានលក់ចេញត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី50ទៅ60%រដ្ឋាភិបាលចិនគ្មានគម្រោងបន្ធូរបន្ថយទៅលើការរឹតបន្តឹងការទិញអចលនវត្ថុអាជ្ញាធរចិនគ្មានគម្រោងបន្ធូរបន្ថយលើចំណាត់ការដ៏តឹងរ៉ឹងរបស់ពាក់ព័ន្ធនឹងវិធានការធ្វើឲ្យទីផ្សារអចលនទ្រព្យមានការស្ងប់ស្ងាត់ឡើងវិញបើទោះបីជាមានការអំពាវនាវសូមឲ្យមានការបន្ធូរបន្ថយដើម្បីជួយយឺតយ៉ាវសេដ្ឋកិច្ចប្រទេសដែលកំពុងតែមានដំណើរការយឺតទៅហើយនោះអ្នកនាំពាក្យក្រសួងអភិវឌ្ឍលំនៅឋានទីក្រុងនិងជនបទបានប្រាប់នៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងថារដ្ឋាភិបាលគ្មានផែនការបន្ធូរបន្ថយគោលនយោបាយអចលនទ្រព្យឡើយហើយគោលនយោបាយនោះធ្វើយ៉ាងណាឲ្យបរិយាកាសអចលនទ្រព្យនិងអតិផរណានៃតម្លៃមានសណ្ដាប់ធ្នាប់ល្អអ្នកធ្វើគោលនយោបាយចិនកំពុងព្យាយាមអនុវត្តនៅកំណែតម្រង់នានាដែលនឹងជួយឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី2នៅក្នុងពិភពលោកនេះមានភាពរីកចម្រើនឡើងប៉ុន្តែមិនមានការលើកទឹកចិត្តជាលើកទី2លើការវិនិយោគលើទីផ្សារអចលនទ្រព្យឡើយយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Sufan.com ដែលជាគេហទំព័រអចលនទ្រព្យធំជាងគេបំផុតនៅក្នុងប្រទេសចិនបានបង្ហាញថាការលក់កើនឡើងក្នុងទីក្រុង34ក្នុងចំណោមទីក្រុងទាំង40គិតចាប់ពីខែមេសាដល់ខែឧសភាបណ្ដាលឲ្យមានការព្រួយបារម្ភថាតម្លៃអចលនទ្រព្យនឹងចាប់ផ្ដើមឡើងថ្លៃជាថ្មីម្ដងទៀតរដ្ឋាភិបាលមូលដ្ឋានមួយចំនួនបាននឹងកំពុងអភិវឌ្ឍគោលនយោបាយសម្រួលដល់ទីផ្សារអចលនទ្រព្យដែលក្នុងនោះមានរដ្ឋាភិបាលយ៉ាងយូលដែលបានដាក់គោលនយោបាយទូទាត់សំណងឡើងវិញជូនដល់អ្នកទិញលំនៅឋានថ្មីអ្នកនាំពាក្យពីក្រសួងលំនៅឋានបាននិយាយថារដ្ឋាភិបាលកណ្ដាលនឹងពិនិត្យមើលយ៉ាងហ្មត់ចត់ទាក់ទងនឹងការផ្ដួចផ្ដើមទាំងនោះហើយនឹងចាត់វិធានការភ្លាមៗប្រសិនបើគោលនយោបាយនោះមិនសមរម្យសិង្ហបុរីបានទទួលចំណាត់ថ្នាក់ជាប្រទេសសុវត្ថិភាពបំផុតលេខ3សម្រាប់វិនិយោគិននៅអាស៊ីប៉ាស៊ីហ្វិក
នេះបើយោងទៅតាមការចេញផ្សាយនាពេលថ្មីៗនេះនៃស៊ូជនីករហានិភ័យពិភពលោក GRI ដោយមានចំណាត់ថ្នាក់បន្តពីអូស្ត្រាលីនិងហុងកុងស៊ូជនីករហានិភ័យពិភពលោក Dun និង Prestige GRI បានចាត់ចំណាត់ថ្នាក់ប្រទេសសិង្ហបុរីជាប់លេខរៀងទី3ទីក្រុង Lion មានចំណាត់ថ្នាក់នាំមុខទីក្រុងសេដ្ឋកិច្ចអាស៊ីនានាដូចជាប្រទេសចិននិងជប៉ុនជាដើមគូបញ្ជាក់ថារបាយការណ៍នេះចេញពីការអង្កេតស្រាវជ្រាវស្ថានភាពនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចនិងហានិភ័យខាងក្រៅពាក់ព័ន្ធទៅនឹងការប្រកបអាជីវកម្មនៅប្រទេសចំនួន131ចំណាត់ថ្នាក់ចុងក្រោយបំផុតដែលបានចេញដោយ Dun និង Prestige GRI បានបង្ហាញថាប្រទេសសិង្ហបុរីជាប្រទេសដែលមានបរិស្ថានទាក់ទាញបំផុតសម្រាប់ការវិនិយោគជំនួញដោយសារតែប្រទេសនេះមានហានិភ័យថេរនិងទាបបំផុតនេះជាប្រសាសន៍របស់លោក Zati Bagada អ្នកគ្រប់គ្រងទូទៅនិងជាប្រធាននៃក្រុមហ៊ុនប្រតិបត្តិការ Regen លោកបានបន្តថាមានកត្តាជាច្រើនដូចជាស្ថិរភាពហិរញ្ញវត្ថុគោលនយោបាយគាំទ្រពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធជឿនលឿននិងប្រព័ន្ធដ៏គួរឲ្យទាក់ទាញចូលរួមធ្វើឲ្យកេរ្តិ៍ឈ្មោះសិង្ហបុរីក្លាយជាទីតាំងវិនិយោគដ៏ល្អវិសេសនៅក្នុងអាស៊ីប៉ាស៊ីហ្វិកចាលោកអ្នកទៅបានទស្សនានៅព័ត៌មានខ្លីដែលតាក់ទងទៅនឹងវិស័យអចលនទ្រព្យជាតិនិងអន្តរជាតិជួបគ្នានៅវគ្គក្រោយជាបន្តទៀតខណៈពេលនេះពីកម្មវិធីសំពែអនុញ្ញាតសម្រាប់បន្តិចសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកចាជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីអចលនទ្រព្យខ្មែរចានៅក្នុងវគ្គនេះកម្មវិធីរបស់យើងសូមពំនាំអារម្មណ៍របស់លោកអ្នកទៅជួបជាមួយនឹងការព្យាករណ៍តម្លៃអចលនទ្រព្យនៅក្នុងត្រីមាសទី2ចាសូមអញ្ជើញតាមដានទស្សនាដូចតទៅសូមជម្រាបសួរទស្សនិកជនដែលកំពុងតាមដានកម្មវិធីអចលនទ្រព្យខ្មែរតាមរយៈទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11នៅក្នុងសប្តាហ៍នេះដែរខ្ញុំបានសូមលើកជូននៅការព្យាករណ៍តម្លៃទីផ្សារអចលនទ្រព្យសម្រាប់ត្រីមាសទី2នៅក្នុងខណ្ឌមានជ័យដែលមាន8សង្កាត់ដូចតទៅនេះនៅក្នុងសង្កាត់បឹងទំពុនចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$150ទៅ$300ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$600ទៅ$1000ក្នុង1ម៉ែត្រការ៉េចំពោះនៅក្នុងសង្កាត់ស្ទឹងមានជ័យវិញចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$200ទៅ$300ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$600ទៅ$1200ក្នុង1ម៉ែត្រការ៉េចំណែកនៅក្នុងសង្កាត់ចាក់អង្រែក្រោមវិញចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$100ទៅ$250ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$400ទៅ$600ក្នុង1ម៉ែត្រការ៉េនៅក្នុងសង្កាត់ចាក់អង្រែលើចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$200ទៅ$400ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$800ទៅ$1000ក្នុង1ម៉ែត្រការ៉េនៅក្នុងសង្កាត់ច្បារអំពៅទី1ចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$300ទៅ$400ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$800ទៅ$1500ក្នុង1ម៉ែត្រការ៉េនៅក្នុងសង្កាត់ច្បារអំពៅទី2ចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$150ទៅ$300ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$400ទៅ$800ក្នុង1ម៉ែត្រការ៉េនៅក្នុងសង្កាត់និរោធចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$150ទៅ$250ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$300ទៅ$500ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ចុងក្រោយគឺសង្កាត់ព្រែកប្រាចំពោះតំបន់លំនៅឋានតម្លៃចាប់ពី$70ទៅ$150ក្នុង1ម៉ែត្រការ៉េហើយចំពោះតំបន់ពាណិជ្ជកម្មវិញគឺតម្លៃចាប់ពី$200ទៅ$300ក្នុង1ម៉ែត្រការ៉េអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកជួបគ្នាសប្តាហ៍ក្រោយសូមអរគុណសូមជម្រាបលាបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈBBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកចាលោកអ្នកជាទីមេត្រីកម្មវិធីអចលនទ្រព្យខ្មែរមានអចលនទ្រព្យល្អជាច្រើនដែលកំពុងតែដាក់លក់នឹងជួលដែលកម្មវិធីរបស់យើងនឹងលើកយកមកជម្រាបជូនលោកអ្នកនៅពេលបន្តិចទៀតនេះចាដើម្បីកុំឲ្យទន្ទឹងរង់ចាំយូរសូមអញ្ជើញតាមដានទស្សនាដូចតទៅអាផាតមិនសម្រាប់លក់ស្ថិតនៅទីតាំងល្អនៅភូមិគ្រោះសង្កាត់ស្វាយដង្គមខេត្តសៀមរាបទំហំដីសរុប2990ម៉ែត្រការ៉េអាផាតមិននេះមាន25យូនីតដែលយូនីតនីមួយៗមានសម្ភារៈ complete ចំណូលប្រចាំខែ
$15,000 ចំណូលប្រចាំឆ្នាំ$18,000ដាក់លក់ក្នុងតម្លៃល្អ$2,500,000អាមេរិកតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងភ្នាក់ងាររបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ012 258 809អាគារសម្រាប់លក់ស្ថិតនៅទីតាំងល្អនៅភូមិស្លក្រាមសង្កាត់សៀមរាបខេត្តសៀមរាបទំហំដីសរុប1072ម៉ែត្រការ៉េទំហំអាគារ1410ម៉ែត្រការ៉េមានបន្ទប់គេង34បន្ទប់ទឹក34ម៉ាស៊ីនត្រជាក់34ចំណតយានយន្ត30និងមានសម្ភារៈកំប្លេដាក់លក់ក្នុងតម្លៃល្អ$90,000អាមេរិកតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងភ្នាក់ងាររបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ012 258 809ដីសម្រាប់ជួលដែលមានទីតាំងស្ថិតនៅឃុំព្រៃថ្មីស្រុកគៀនស្វាយខេត្តកណ្ដាលដីនេះមានទំហំសរុបចំនួន32ហិកតាស្ថិតនៅក្នុងតំបន់កំពង់អភិវឌ្ឍដែលមានគម្រោងសាងសង់ផ្លូវថ្នល់និងស្ពានដែលបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ទីក្រុងដីនេះស័ក្តិសមនឹងការវិនិយោគផ្នែកកសិកម្មឧស្សាហកម្មនិងឃ្លាំងស្តុកទំនិញតំបន់ជុំវិញដីនេះមានដូចជាបូរីព្រែកឯងសួនសុបិនស្ថានីយទូរទស្សន៍ប៉ុស្តិ៍ហងមាសនិងរោងចក្រស្រាបៀរ Tiger ដីនេះដាក់ជួលក្នុងតម្លៃ$500ក្នុង1ហិកតាអាចជួលទាំងមូលឬជួលជាផ្នែកតាមតម្រូវការជាក់ស្ដែងសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ015 903 899ដីសម្រាប់លក់មានទីតាំងល្អស្ថិតនៅតំបន់កំពង់អភិវឌ្ឍនៅក្នុងភូមិព្រៃតមៈឃុំព្រៃតមៈនិងឃុំពុកឫស្សីស្រុកមុខកំពូលនិងស្រុកសាច់កណ្ដាលខេត្តកណ្ដាលទំហំដីសរុប285,122.6ម៉ែត្រការ៉េដីនេះល្អស័ក្តិសមសម្រាប់ការអភិវឌ្ឍរមណីយដ្ឋានកម្សាន្តជាទីលានវាយកូនហ្គោលរោងចក្រនិងសាលារៀនជាតិនិងអន្តរជាតិដាក់លក់ក្នុងតម្លៃល្អត្រឹមតែ$18ប៉ុណ្ណោះក្នុង1ម៉ែត្រការ៉េតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ011 277 783ដីនិងផ្ទះសម្រាប់លក់មានទីតាំងស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទំហំដីសរុប35ម៉ែត្រគុណនឹង25ម៉ែត្រមានបន្ទប់ជួលចំនួន20និងមានចំណតយានយន្តចំនួន5មានភ្ជាប់ប្រព័ន្ធទឹកភ្លើងរដ្ឋនិងបណ្ដាញទូរទស្សន៍ខ្សែកាបរួចជាស្រេចដីនិងផ្ទះល្វែងនេះនៅជិតផ្សារសាលារៀនរោងចក្រនិងមន្ទីរពេទ្យមានផ្លូវបេតុងចេញចូលធំទូលាយនិងមានប្លង់រឹងរួចជាស្រេចសូមបញ្ជាក់ថាផ្ទះនេះអាចរកចំណូលបាន$600ប្រចាំខែជាទៀងទាត់ផ្ទះនិងដីនេះក៏ស័ក្តិសមផងដែរសម្រាប់ធ្វើជាឃ្លាំងផ្ទុកទំនិញដាក់លក់ក្នុងតម្លៃ$15,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ077 675 099ចាលោកអ្នកទៅបានទស្សនាជាមួយនឹងអចលនទ្រព្យល្អៗដែលកំពុងដាក់លក់នឹងជួលដែលកម្មវិធីរបស់យើងបានជម្រាបជូនខណៈពេលនេះកម្មវិធីសូមពេលអនុញ្ញាតសម្រាប់បន្តិចសិនបុណ្ណារាធិគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកចាសសូមស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធីអចលនទ្រព្យខ្មែរចានៅក្នុងវគ្គនេះយើងខ្ញុំសូមនាំអារម្មណ៍របស់លោកអ្នកទៅជួបជាមួយនឹងបទយកាពិសេសពីកម្មវិធីអចលនទ្រព្យខ្មែរចាដើម្បីកុំឲ្យទន្ទឹងរង់ចាំយូរសូមអញ្ជើញតាមដានទស្សនាដូចតទៅជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាសម្រេចបាន 6% នៅឆ្នាំ2010និងជាង 7% នៅឆ្នាំ2011បន្ទាប់ពីរងឥទ្ធិពលវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ2008-2009មកវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជាកំពុងតែបង្ហាញនូវសញ្ញាវិជ្ជមានគួរឲ្យចាប់អារម្មណ៍មានគម្រោងមួយចំនួនដែលធ្លាប់បានពន្យាពេលសាងសង់បន្ទាប់ពីទទួលរងនូវវិបត្តិសេដ្ឋកិច្ចសកលនិងគម្រោងថ្មីៗជាច្រើននឹងបានកំពុងដំណើរការយ៉ាងផុសផុលជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍកោះពស់គម្រោងអភិវឌ្ឍអចលនទ្រព្យភ្នំបូកូគម្រោង Hilton Park Villa គម្រោងវិមានកែវចរណៃនិងគម្រោងលំនៅឋានបូរីបូណា Residence ជាដើមលំនៅឋានបូណា Residence
ជាគម្រោងអភិវឌ្ឍអចលនទ្រព្យប្រណិតមួយក្នុងចំណោមគម្រោងអចលនទ្រព្យផ្សេងៗទៀតរបស់ក្រុមហ៊ុន Bona Residence គម្រោងនេះមានទីតាំងស្ថិតនៅអគារលេខ 999 ផ្លូវ 287 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញជម្រាបសួរលោកលោកស្រីប្រិមត្តនិងទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានជាមួយនឹងកម្មវិធីអចលនទ្រព្យខ្មែរនៅក្នុងឱកាសថ្ងៃនេះនាងខ្ញុំបានមកដល់ទីតាំងនៃ Bona Residence ដែលមាននៅបណ្ដុំវិឡាជាច្រើនព្រមទាំងមានបរិយាកាសល្អជាពិសេសនោះគឺមាននៅរុក្ខជាតិស្រស់បំព្រងមិនត្រឹមតែប៉ុណ្ណោះនៅ Bona Residence គឺមានបំពាក់នៅគ្រឿងសង្ហារិមល្អៗនិងទំនើបទាន់សម័យនិងរក្សានៅរចនាបថដើមហើយអ្វីដែលពិសេសនៅ Bona Residence គឺជាទីកន្លែងក៏ដូចជាទីតាំងមួយដែលផ្ដល់នៅសុវត្ថិភាពខ្ពស់ទៅដល់បងប្អូនដែលរស់នៅក្នុងនៅទីនេះតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះលោកអ្នកមិនចាំបាច់ចំណាយនៅពេលវេលាច្រើនក៏ដូចជាដូចថាកាត់បន្ថយនៅការចំណាយទៅនឹងការកន្លែងហាត់ប្រាណក៏ដូចជាមាននៅទីធ្លាដ៏ធំទូលាយសម្រាប់កូនរបស់លោកអ្នកនៅក្នុងការលេងយ៉ាងសប្បាយរីករាយបំផុតឥឡូវនេះសូមនាំអារម្មណ៍ប្រិមត្តទៅទស្សនាទាំងអស់គ្នាតែម្ដងថាតើនៅក្នុង Bona Residence ថាតើមាននៅអ្វីដូចនេះខ្ញុំបានជម្រាបជូនដែរអត់អញ្ចឹងតោះទៅទាំងអស់គ្នាតែម្ដងលក្ខណៈពិសេសរបស់លំនៅឋាន Bona Residence គឺសុវត្ថិភាពឯកជនភាពនិងភាពថ្លៃថ្នូរនៅទីនេះមានសន្តិសុខប្រចាំការ24ម៉ោងលើ24ម៉ោងមានសួនច្បារស្រស់ស្អាតធំទូលាយមានដើមឈើធំនិងខ្យល់អាកាសត្រជាក់បរិសុទ្ធមិនមានការរំខានដោយសំឡេងឬបរិស្ថានអ៊ូអរនៅខាងក្រៅស្ងប់ស្ងាត់ស័ក្តិសមសម្រាប់ការរស់នៅប្រកបដោយគុណភាពសុភមង្គលនិងសេចក្តីថ្លៃថ្នូរចាតើទៅនឹង Bona Residence តើបងអាចបង្ហាញពីលក្ខណៈពិសេសនៅទីនេះបានទេបាទ Bona Residence គឺជាបរិយាមួយក្នុងតំបន់មួយដ៏ស្រស់បំព្រងដែលមានដើមឈើរុក្ខជាតិល្អគ្រប់រដូវកាលទាំងអស់ហើយនៅទីនេះយើងជា Residence មួយដែលមានវិឡាគ្រប់ម៉ូដហើយគ្រប់វិឡាមួយខ្ញុំបានសរសើរនៅរចនាបថដើមតែយើងបានបំពាក់នៅគ្រឿងសង្ហារិមបែបទំនើបជាកន្លែងមួយដែលមានការរក្សាសុខភាព24ម៉ោងជូននិតិជនរបស់យើងហើយលោកអ្នកមិនចាំបាច់ចាំប្រើពេលវេលាច្រើនដើម្បីទៅហាត់ប្រាណឬក៏ហែលទឹកនៅខាងក្រៅទេដោយសារនៅកន្លែងនេះជាយើងបានរៀបចំនៅអាងហែលទឹកឬកន្លែងហែលប្រាណនៅទីនេះបានបងនេះគឺយើងទទួលបាននៅខ្យល់អាកាសល្អបរិសុទ្ធស្រស់ប្រងជានិច្ចហើយជាពិសេសគឺយើងមិនមានរំខានពីសំឡេងដែលប៉ះពាល់ដល់អារម្មណ៍ដល់ភ្ញៀវពីខាងក្រៅឡើយហើយជាពិសេសមានតំបន់វាឆ្ងាយពីផ្លូវធំដែលផ្ដល់នៅភាពពិសេសដោយមិនមានអ្វីដែលហៅថាផលប៉ះពាល់ដូចសំឡេងឡានម៉ូតូជាដើមជាចុងក្រោយBona Residence បានត្រៀមខ្លួនជាស្វែងដើម្បីផ្ដល់ជូននៅភាពចាស់ត្រចង់បាទនិងភាពល្អស្រស់បំព្រងជូនទៅជនគ្រប់ពេលវេលាទាំងអស់ជាមួយនឹងលក្ខណៈពិសេសដោយបានរៀបរាប់នេះលំនៅឋាន Bona Residence ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលមានបំណងស្នាក់នៅក្នុងបណ្ដុំលំនៅឋានដែលប្រកបដោយផាសុកភាពខ្ពស់នេះក្នុងចំណោមវិឡាប្រណិតទាំង9នៃបណ្ដុំលំនៅឋាន Bona Residence មានវិឡាមួយចំនួនធំត្រូវបានកក់និងត្រៀមចូលស្នាក់នៅជាលក្ខណៈគ្រួសារនាពេលឆាប់ៗនេះជម្រាបសួរអ្នកស្រីចាតើអ្នកស្រីមានចំណាប់អារម្មណ៍យ៉ាងណាដែរដែលមកជួលនៅវិឡា Bona Residence នេះខ្ញុំរកផ្ទះជួលបានប្រហែលជាមួយឆ្នាំហើយអត់មានឥឡូវខ្ញុំនៅកន្លែង service apartment ហើយតែមកដល់ប្រហែលជាកន្លះម៉ោងហើយប្រហែលជាសុខចិត្តនៅនេះពីព្រោះចាផ្ទះខ្ញុំស្រឡាញ់ផ្ទះបុរាណហើយស្រឡះស្រួលមានខ្យល់មានដើមដូងមានដើមឈើមានផ្កាហើយប្រហែលជាចង់មកនៅជាមួយគ្រួសារខ្ញុំលំនៅឋាន Bona Residence បើកទទួលអតិថិជនចាប់ពីពេលនេះតទៅសូមស្វាគមន៍សម្រាប់ជីវិតរស់នៅប្រកបដោយសុភមង្គលភាពត្រចះត្រចង់និងសេចក្តីថ្លៃថ្នូរលោកលោកស្រីប្រិមត្តនិងទូរទស្សនិកជនទៅតាមដានរួចមកហើយជាមួយនឹងការផ្ដល់ជូនជាច្រើនអំពីបរិវេណនៅក្នុង Bona Residence ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍អាចនឹងទំនាក់ទំនងបាននៅអគារលេខ 999 ផ្លូវ 287 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញឬលោកអ្នកអាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ 023 69 99 799 ឬក៏077 677 499សូមអរគុណចាទស្សនិកជនទៅបានទស្សនាបទយកការពិសេសពីកម្មវិធីអចលនទ្រព្យខ្មែរគណៈពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនBona Realty Group ភាពជឿជាក់
បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកចាជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីអចលនទ្រព្យខ្មែរនៅក្នុងវគ្គនេះយើងខ្ញុំសូមនាំអារម្មណ៍របស់លោកអ្នកទៅជួបជាមួយនឹងអចលនទ្រព្យល្អៗដែលកំពុងតែដាក់លក់នឹងជួលជាបន្តទៀតចាសូមអញ្ជើញតាមដានទស្សនាដូចតទៅដីសម្រាប់លក់មានទីតាំងស្ថិតនៅឃុំគគីស្រុកគៀនស្វាយខេត្តកណ្ដាលទំហំដីសរុប 1000 ម៉ែត្រការ៉េដីនេះល្អស័ក្តិសមសម្រាប់ដំណាំចម្ការឬធ្វើជាកសិដ្ឋានផ្សេងៗដីនេះក៏ល្អផងដែរសម្រាប់ការសាងសង់ជាឃ្លាំងសម្រាប់ផ្ទុកទំនិញដាក់លក់ក្នុងតម្លៃ$110,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ012 831 199ផ្ទះល្វែងសម្រាប់លក់មានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវរាជធានីភ្នំពេញទំហំអគារ304ម៉ែត្រការ៉េមានបន្ទប់គេង26បន្ទប់ទឹក20ចំណតយានយន្ត15ទីតាំងផ្ទះល្វែងនេះល្អសម្រាប់សាលារៀនវិទ្យាស្ថានអង្គការក្រុមហ៊ុនជំនួញនិងផ្ទះសំណាក់ដាក់លក់ក្នុងតម្លៃ$135,000ក្នុងមួយល្វែងតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ012 831 199ដីនឹងផ្ទះសម្រាប់លក់មានទីតាំងល្អស្ថិតនៅអគារលេខ 167B ផ្លូវ 182 កែងផ្លូវ 213 សង្កាត់វាលវង្សខណ្ឌ 7 មករារាជធានីភ្នំពេញទំហំដីសរុប 770 ម៉ែត្រការ៉េទំហំអគារសរុប 144 ម៉ែត្រការ៉េមានបន្ទប់គេង12បន្ទប់ទឹក7និងចំណតយានយន្ត10ដីនឹងផ្ទះនេះល្អស័ក្តិសមសម្រាប់ការបើកជាភោជនីយដ្ឋាននិងយានដ្ឋានជួសជុលរថយន្តដាក់លក់ក្នុងតម្លៃ$2,300,000អាមេរិកតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ012 831 199ស្ថានីយ៍ប្រេងឥន្ធនៈសម្រាប់លក់ស្ថានីយ៍ប្រេងឥន្ធនៈនេះស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសានសុខរាជធានីភ្នំពេញក្នុងស្ថានីយ៍ប្រេងឥន្ធនៈមានផ្សារទំនើបខ្នាតតូចមានកន្លែងបដូរប្រេងម៉ាស៊ីនឡានអគារមានកម្ពស់2ជាន់កន្លះដីស្ថានីយ៍ប្រេងឥន្ធនៈនេះមានទំហំដីសរុប583ម៉ែត្រការ៉េស្ថានីយ៍ប្រេងឥន្ធនៈមានទំហំ8ម៉ែត្រគុណនឹង16ម៉ែត្រដាក់លក់ក្នុងតម្លៃល្អ$89,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ077 676 599ដីឡូសម្រាប់លក់មានទីតាំងល្អស្ថិតនៅភូមិត្រពាំងស្វាយខណ្ឌសែនសុខរាជធានីភ្នំពេញដីនេះមានទំហំ20ម៉ែត្រគុណនឹង30ម៉ែត្រដីនេះល្អសម្រាប់ការសាងសង់លំនៅឋានមានផ្លូវបេតុងធំទូលាយនិងមានប្លង់កម្មសិទ្ធិរួចជាស្រេចដាក់លក់ក្នុងតម្លៃ$130,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ012 258 809សម្រាប់លក់មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសានសុខរាជធានីភ្នំពេញវិឡានេះមានទំហំសរុប 11,040 ម៉ែត្រការ៉េនៅជិតផ្សារសាលារៀននិងមន្ទីរពេទ្យអាចតភ្ជាប់ប្រព័ន្ធទឹកភ្លើងរដ្ឋមានផ្លូវចេញចូលធំទូលាយនិងមានប្លង់កម្មសិទ្ធិរួចជាស្រេចដាក់លក់ក្នុងតម្លៃ$260,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងទូរស័ព្ទលេខ012 358 958ចាទស្សនិកជនប្រហែលជាពេញចិត្តនៅអចលនទ្រព្យណាមួយដែលកម្មវិធីរបស់យើងបានជម្រាបជូនហើយយើងខ្ញុំក៏សូមជម្រាបជូនផងដែរថាបើសិនជាលោកអ្នកខកខានពុំបានទស្សនាកម្មវិធីរបស់យើងតាមរយៈកញ្ចក់ទូរទស្សន៍លោកអ្នកអាចតាមដានតាមរយៈទស្សនាប័ណ្ណអចលនទ្រព្យខ្មែរឬក៏ចូលទៅកាន់គេហទំព័រ www.khamerpropertynews.com ចាដល់ពេលវេលាមានកំណត់យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចំណាយពេលវេលាតាមដានទស្សនារបស់លោកអ្នកជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលយើងខ្ញុំសូមជូនពរលោកអ្នកជួបប្រទះតែសេចក្តីសុខសុខភាពល្អនិងសំណាងល្អគ្រប់ពេលវេលាសូមអរគុណសូមជម្រាបលា